សាទអាស្រមមហាឥសីជាប្រាសាទតូចមួយដែលសាងឡើងអំពីថ្មពពុះឬថ្មបាសាល់មានរាង4ជ្រុងស្មើបែរមុខទៅទិសខាងជើងប្រាសាទនេះអាចចាត់ទុកជាប្រាសាទដែលសាងឡើងនៅលើភ្នំដំបូងគេដែលបង្ហាញពីសម័យអន្តរកាលរវាងសម័យហ្វូណននិងចេនឡាហើយមានអាយុកាលនៅចុងសតវត្សទី6ដើមសតវត្សទី7ហើយទំនងមានអាយុកាលដំណាលគ្នានឹងគ្រឹះប្រាសាទនៅលើភ្នំដែរនៅផ្នែកខាងក្នុងរបស់ប្រាសាទមានកូនបន្ទប់តូចមួយសម្រាប់ការដើរប្រទក្សិណជុំវិញក្នុងកិច្ចពិធីនៃព្រហ្មញ្ញសាសនានៅលើប្រាសាទមានការលម្អតិចតួចនៅតាមផ្នែកផ្សេងដូចជាហោជាងផ្តែរសសរពេជ្របង្អួចនិងកំពូលប៉ុន្តែនៅផ្នែកខាងក្រោមយើងឃើញមានរំយោលផ្កាឬកម្រងមាលាដែលមានទម្រង់ជាសិល្បៈដើមរចនាបថសម្បូរព្រៃគុកនាចុងសតវត្សទី6ដើមសតវត្សទី7ដោយធ្លាប់ឃើញនៅថ្លាបរិវត្តនិងនៅតំបន់សម្បូរព្រៃគុកជាដើមកំពូលប្រាសាទអាស្រមមហាឥសីមានរាងជាផ្កាឈូកក្រពុំដែលមានទម្រង់របៀបសិល្បៈឥណ្ឌាប្រាសាទអាស្រមមហាឥសីមានទីតាំងស្ថិតនៅក្នុងភូមិព្រែកតាផូឃុំគោកធ្លកស្រុកអង្គរបុរីខេត្តតាកែវដែលមានចម្ងាយប្រមាណជា100គីឡូម៉ែត្រពីរាជធានីភ្នំពេញ